ឯកឧត្តមខុយឌីដាអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្តនាថ្ងៃទី16ខែធ្នូឆ្នាំ2025នៅបរិវេណមុខសាលាខេត្តពោធិ៍សាត់បានបន្តទទួលអំណោយពីស្ថាប័ននិងសប្បុរសជនដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនិងចែកជូនដល់ពលរដ្ឋភៀសឹកដែលរងផលប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាននាថ្ងៃទី16ខែធ្នូឆ្នាំ2025អំណោយដែលរដ្ឋបាលសាលាខេត្តពោធិ៍សាត់ទទួលនិងប្រគល់រួមមានអំណោយរបស់ឯកឧត្តមបណ្ឌិតសៀងប៊ុនលៀងនិងលោកជំទាវអគ្គមហាឧបាសិកាហ៊ុនប៊ុនធឿនឯកឧត្តមហេងវិទូឯកឧត្តមឌឿនសវណ្ណឯកឧត្តមសោមចន្ទឌីលោកសុតរារីនិងមូលនិធិលោកគ្រីឌីណានិងលោកស្រីសេងហួរនៅភ្នំពេញមានពីរថយន្តធំចំនួន21មុខអស់ថវិកាចំនួន$21,476អាមេរិកឯកឧត្តមតុបឈុនហេងប្រធានសាលាដំបងខេត្តនិងឯកឧត្តមវង្សប៊ុនវិសុទ្ធព្រះរាជអាជ្ញានៃឯកការអមសាលាដំបងខេត្តពោធិ៍សាត់ព្រមទាំងសហការីភេសជ្ជៈកម្ពុជា50កេសទឹកបរិសុទ្ធកម្ពុជា100កេសមីជាតិ100កេសទឹកស៊ីអ៊ីវ30យួរទឹកត្រី20យួរត្រីខកំប៉ុង14កេសធំនិងថវិកា$5,700,000រៀលអំណោយរបស់លោកឧត្តមអគានុរៈថ្នាក់លេខ2អ៊ីសំអុលប្រធានពន្ធនាគារខេត្តរួមមានអំបុក500គីឡូក្រាមនិងទឹកបរិសុទ្ធកម្ពុជា50កេសក្រៅពីនោះមានគ្រឹះស្ថានធនាគារអេស៊ីលីដា PLC សាខាខេត្តពោធិ៍សាត់បានឧបត្ថម្ភអង្គ10តោនរួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេសថវិកាចំនួន$3,678ផងដែរឯកឧត្តមខុយឌីដាអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណជូនចំពោះសប្បុរសជននៅភ្នំពេញឯកឧត្តមតុបឈុនហេងឯកឧត្តមវង្សប៊ុនវិសុទ្ធលោកអ៊ីសំអុលរួមទាំងគ្រឹះស្ថានធនាគារឯកជននិងសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគមកប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់ជាគុណប្រយោជន៍បានជួយដល់វីរៈកងទ័ពជួរមុខដែលកំពុងការពារបូរណភាពទឹកដីពីចៅថៃឈ្លានពាននិងចែកជូនដល់ពលរដ្ឋភៀសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីតាំងមានសុវត្ថិភាពក្នុងខេត្តពោធិ៍សាត់សរុបចំនួន3,221នាក់ស្មើនឹង900គ្រួសារឯកឧត្តមបន្តថានៅរាល់ថវិកានិងគ្រឿងឧបភោគបរិភោគដែលបានប្រគល់ជូនទាំងអស់នេះគឺកើតចេញពីការស្ម័គ្រចិត្តបង្ហាញអំពីស្មារតីស្នេហាជាតិសាមគ្គីភាពជាតិខ្មែរជួយខ្មែរខ្មែរស្រឡាញ់ខ្មែរជាធ្លុងដ៏រឹងមាំមួយក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយជាមួយនឹងវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់ជាតិយើងដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាពបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឯកឧត្តមខុយឌីដាបានគូបញ្ជាក់ថាគិតមកដល់ពេលនេះស្ថានភាពតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃជាពិសេសនៅឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ប្រទេសកម្ពុជាពុំទាន់មានភាពធូរស្រាលនៅឡើយទេឯកឧត្តមបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំមិនត្រូវធ្វេសប្រហែសនោះឡើយហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនឹងបន្តជួយដោះស្រាយជាស្បៀងអាហារដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរៈកងទ័ពជួរមុខជាប្រចាំក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមក៏សូមសម្ដែងនូវការសោកស្ដាយជាពន់ពេកនិងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាចាប់ពីថ្ងៃទី7រហូតមកដល់ពេលនេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតនិងរងរបួសមួយចំនួនព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈលំនៅឋានប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមបណ្ដាតំបន់ព្រំដែនជាច្រើនជាពិសេសគឺនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យខេត្តបាត់ដំបងពិសេសខេត្តពោធិ៍សាត់ផ្ទាល់សកម្មភាពឈ្លានពានដ៏ឃោរឃៅនិងព្រៃផ្សៃរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាគឺជាទង្វើយង់ឃ្នងព្រៃផ្សៃអមនុស្សធម៌អសិលធម៌គ្មានសច្ចធម៌និងគ្មានច្បាប់ទម្លាប់ជាពិសេសបានរំលោភបំពានម្ដងហើយម្ដងទៀតនៅធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានច្បាប់សិទ្ធិមនុស្សអន្តរជាតិច្បាប់មនុស្សធម៌អន្តរជាតិសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ព្រមទាំងបានរំលោភបំពានយ៉ាងកក្លឿនសារជាថ្មីម្ដងទៀតលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដែលបានចុះហត្ថលេខារវាងកម្ពុជាថៃក្រោមការចូលរួមជាសាក្សីពីសំណាក់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាន់វើអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី
នៅថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនេះនឹងការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកដូណាល់ត្រាំកាលពីថ្ងៃទី12ខែធ្នូឆ្នាំ2025ជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីថៃលោកអានូទីន